ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងពុះកញ្ជ្រោលដល់កម្រិតកំពូលខណៈដែលមហាយក្សអាមេរិកលែងស្ទាក់ស្ទើរក្នុងការធ្វើសង្គ្រាមនោះទេប្រធានាធិបតី Donald Trump បានប្រកាសបញ្ជូនកងនាវាចម្បាំងបន្ថែមទៀតទៅកាន់តំបន់ក្តីកគុកនេះដែលជាសារព្រមានចុងក្រោយទៅកាន់អ៊ីរ៉ង់ក្រោយកិច្ចចរចាការទូតបានបរាជ័យទាំងស្រុងតើភ្លើងសង្គ្រាមទ្រង់ទ្រាយធំនឹងផ្ទុះឡើងឬយ៉ាងណានៅពេលដែលក្បាលគ្រាប់នុយក្លេអ៊ែរនិងមីស៊ីលរាប់ពាន់គ្រាប់កំពុងត្រូវបានតម្រង់រកគ្នារវាងមហាអំណាចនិងរបបសាធារណរដ្ឋអ៊ីស្លាមមួយនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់ពីការបញ្ជូនកងនាវាចម្បាំងនៃក្រុមនាវាផ្ទុកយន្តហោះមួយគ្រឿងទៀតទៅកាន់តំបន់មជ្ឈិមបូព៌ាដែលជាការបញ្ជាក់ថាវត្តមានទ័ពនិងសព្វអាវុធរបស់អាមេរិកកាន់តែមានចំនួនកើនឡើងយ៉ាងច្រើននៅក្នុងស្ថានភាពដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងតានតឹងខ្លាំងជាមួយគ្នានៅពេលនេះសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែលបានអះអាងថាលោក Donald Trump បានប្រាប់ទៅបណ្ដាញផ្សាយព័ត៌មាននេះថានៅពេលនេះលោកកំពុងដាក់ចេញនូវបទបញ្ជាដើម្បីបញ្ជូននាវាផ្ទុកយន្តហោះមួយគ្រឿងទៀតទៅកាន់តំបន់មជ្ឈិមបូព៌ាការដាក់ពង្រីកក្រុមនាវាផ្ទុកយន្តហោះនេះគឺដើម្បីបញ្ជាក់ថាអាមេរិកមិនលេងសើចជាមួយអ៊ីរ៉ង់នោះទេលោក Donald Trump បានបញ្ជាក់ថាការចរចានៅលើក្រោយទៀតត្រូវតែមានលទ្ធផលពិតប្រាកដជាក់ស្ដែងហើយលក្ខខណ្ឌដែលសហរដ្ឋអាមេរិកដាក់នៅក្នុងការចរចាគឺត្រូវតែបើកការចរចាហើយអ៊ីរ៉ង់ត្រូវតែទទួលយកលក្ខខណ្ឌទាំងនោះលោក Donald Trump បញ្ជាក់ថាមានទាំងការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរមានទាំងការរំលាយកម្មវិធីមីស៊ីលផ្លោងបាល់លីស្ទិកនិងការបញ្ឈប់សកម្មភាពទាំងឡាយដែលគាំទ្រពួកសកម្មប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ាហើយត្រូវមានការផ្លាស់ប្តូរប្រព័ន្ធដឹកនាំរដ្ឋបាលថ្មីនៅលើទឹកដីអ៊ីរ៉ង់ដែលបញ្ឈប់ការសម្លាប់រងាលទៅលើប្រជាជនខ្លួនឯងនៅក្នុងបទសម្ភាសន៍ជាមួយនឹងបណ្ដាញផ្សាយព័ត៌មានអ៊ីស្រាអែលនេះលោក Donald Trump នៅតែបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងប្រើប្រាស់វិធានការកងទ័ពប្រសិនបើការចរចានៅដំណាក់កាលថ្មីមួយទៀតជាមួយអ៊ីរ៉ង់មិនអាចរកឃើញកិច្ចព្រមព្រៀងជាមួយគ្នានោះហើយប្រសិនបើអ៊ីរ៉ង់មិនទទួលយកលក្ខខណ្ឌដែលបានលើកឡើងនេះវាជាការបង្ហាញថាអាមេរិកត្រូវសម្រេចវិធានការកងទ័ពទៅលើប្រទេសអ៊ីរ៉ង់ហើយកាលពីថ្ងៃศุក្រទី6ខែកុម្ភៈការចរចាបានប្រព្រឹត្តទៅរវាងភាគីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅលើទឹកដីនៃប្រទេសអូម៉ង់ដោយមានការសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះប៉ុន្តែនៅក្នុងការចរចានៅថ្ងៃទី6ខែកុម្ភៈនោះដែលត្រូវបានរៀបចំឡើងដល់ទៅ2ដងមិនបានឈានដល់លទ្ធផលអ្វីនោះទេព្រោះតំណាងរបស់អ៊ីរ៉ង់គឺរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានត្រឹមតែនិយាយថាខ្លួនមិនហ៊ានធ្វើសេចក្តីសម្រេចអ្វីទាំងអស់ក្នុងការយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកទៅឆ្លងយោបល់មេដឹកនាំរបស់ខ្លួនប៉ុន្តែប្រមុខការទូតអ៊ីរ៉ង់រូបនោះបញ្ជាក់ថាអ៊ីរ៉ង់ទទួលយកបានត្រឹមតែការពិភាក្សាអំពីកម្មវិធីអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះមិនទទួលយកបាននូវរបៀបវារៈអំពីកម្មវិធីមីស៊ីលផ្លោងបាល់លីស្ទិកឡើយប្រមុខការទូតអ៊ីរ៉ង់នេះបញ្ជាក់ទៀតថាអ៊ីរ៉ង់នឹងបើកឲ្យមានអធិការកិច្ចនៃការរឹតបន្តឹងនិងត្រួតពិនិត្យការផលិតសារធាតុអ៊ុយរ៉ានីយ៉ូមឡើងវិញតែរដ្ឋមន្ត្រីអ៊ីរ៉ង់នោះនៅតែអាងថាអ៊ីរ៉ង់មានសិទ្ធិក្នុងការចម្រាញ់អ៊ុយរ៉ានីយ៉ូមដើម្បីថាមពលនុយក្លេអ៊ែរស៊ីវិលដូចនឹងប្រទេសដទៃទៀតផងដែរការចរចាកាលពីថ្ងៃទី6ខែកុម្ភៈនោះមិនមានកិច្ចព្រមព្រៀងអ្វីកើតឡើងឡើយគណៈប្រតិភូសហរដ្ឋអាមេរិកបានត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញដោយដៃទូទីហើយថែមទាំងរងការរិះគន់ពីសម្ព័ន្ធមិត្តរបស់ខ្លួនទៀតផងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរិះគន់ខ្លាំងចំពោះសហរដ្ឋអាមេរិកដែលបណ្ដោយឲ្យពេលវេលាត្រូវបានអ៊ីរ៉ង់ទិញបាននៅពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu រំពឹងថានឹងជួបលោក Donald Trump នៅថ្ងៃពុធក្នុងតំបន់សាម៉ារីនេះហើយក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រី Netanyahu ត្រូវគេរំពឹងថានឹងលើកឡើងអំពីកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ហើយក៏ដាក់បញ្ចូលផងដែរនៅកិច្ចចរចាស្តីអំពីកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសនេះលោកនាយករដ្ឋមន្ត្រី Netanyahu នៅតែបញ្ជាក់ថាអ៊ីស្រាអែលមិនយល់ស្របដាច់ខាតចំពោះការទម្លាក់ចោលកិច្ចចរចាស្តីអំពីកម្មវិធីមីស៊ីលផ្លោងបាល់លីស្ទិករបស់អ៊ីរ៉ង់វត្ថុនេះត្រូវតែមាននៅលើតុចរចាហើយអ៊ីរ៉ង់ត្រូវតែទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកបើអ៊ីរ៉ង់មិនទទួលយកលក្ខខណ្ឌរបស់អាមេរិកទេអ៊ីរ៉ង់មានផែនការបង្កអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរដូច្នេះអ៊ីស្រាអែលត្រូវតែចូលរួមធ្វើសេចក្តីសម្រេចឲ្យលឿនបំផុតក្នុងការឆ្លើយតបចំពោះអ្វីដែលអ៊ីរ៉ង់មិនទទួលយកលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោននាយករដ្ឋមន្ត្រីអ៊ីស្រាអែលត្រូវបានរាយការណ៍ថាបានធ្វើដំណើរទៅកាន់សេតវិមានជាថ្មីម្ដងទៀតដោយជើងយន្តហោះយោធារបស់អ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូនៅតែបញ្ជាក់ថាលោកជឿថាលោក Donald Trump នឹងមិនជំទាស់ទេចំពោះគោលការណ៍ណាមួយដែលលោកស្នើឡើងដើម្បីចាត់វិធានការយោធាទៅលើប្រទេសអ៊ីរ៉ង់លោក Donald Trump ដែលបានថ្លែងថានឹងបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ប្រសិនបើការចរចាលើកក្រោយមិនទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នោះ
ក៏កើតឡើងទន្ទឹមនឹងលោកដឹងយ៉ាងច្បាស់ថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូដែលត្រូវជួបលោកនោះយ៉ាងហោចណាស់គឺនឹងលើកឡើងអំពីកម្មវិធីមីស៊ីលប្លង់បាឡីស្ទិករបស់អ៊ីរ៉ង់មីស៊ីលប្លង់បាឡីស្ទិករបស់អ៊ីរ៉ង់នេះវាមានអានុភាពខ្លាំងបំផុតដែលចុងក្រោយនេះអ៊ីរ៉ង់ផលិតបានមីស៊ីលល្បឿនលឿនជាងសម្លេងនិងមីស៊ីលប្លង់បាឡីស្ទិកកម្រិតអន្តរទ្វីបទៀតផងមីស៊ីលនេះមានឈ្មោះថា Khorram Saha ជាមីស៊ីលចំនួនទី4ដែលវាអាចរត់បានដល់ទៅជាង 2000 គីឡូម៉ែត្រនិងមានទម្ងន់ក្បាលគ្រាប់ពី 1500 គីឡូក្រាមទៅ 1800 គីឡូក្រាមនេះជាប្រភេទមីស៊ីលខ្នាតធ្ងន់ដែលត្រូវបានគេជឿថាអ៊ីរ៉ង់បានដាក់ពង្រាយនៅទីតាំងយុទ្ធសាស្ត្ររបស់ខ្លួនអស់ទៅហើយប៉ុន្តែសំណួរគឺថាតើអ៊ីរ៉ង់មានមីស៊ីលប្រភេទនេះចំនួនប៉ុន្មានគ្រាប់ដើម្បីត្រៀមសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើការវាយប្រហារទៅលើអ៊ីរ៉ង់ជាថ្មីម្ដងទៀតនោះសូមជម្រាបថានៅពេលនេះនៅតំបន់មជ្ឈិមបូព៌ាក្រុមនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក USS Abraham Lincoln កំពុងតែបោះទីតាំងឈរជើងនៅឯសមុទ្រអារ៉ាប់ដែលនៅទីនោះវាស្ថិតនៅចម្ងាយប្រមាណជា600គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់និងពីច្រកសមុទ្រប៉ែស៊ីអ្នកជំនាញឲ្យដឹងថានៅពេលដែលនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក USS Abraham Lincoln បានចាក់ចេញទៅកាន់ទីតាំងយ៉ាងឆ្ងាយនៃការប្រជុំមុខដាក់គ្នាជាមួយអ៊ីរ៉ង់នេះវាគឺជាការដែលបញ្ជាក់ថានាវាផ្ទុកយន្តហោះនេះរកទីតាំងដើម្បីគេចចេញពីរ៉ាដារបស់មីស៊ីលនៃប្រទេសអ៊ីរ៉ង់និងជាការត្រៀមលក្ខណៈដើម្បីប្រើប្រាស់កម្លាំងយន្តហោះចម្បាំងហោះចេញពីនាវាផ្ទុកនោះសម្ដៅទៅលើគោលដៅប្រសិនបើលោកដូណាល់ត្រាំទម្លាក់បទបញ្ជាឲ្យមានការបើកការវាយប្រហារទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នាវាផ្ទុកយន្តហោះ USS Abraham Lincoln វាមានយន្តហោះពី70គ្រឿងឡើងនិងអមដោយនាវាពិឃាតចំនួន6គ្រឿងជាមួយគ្នានេះអ្វីដែលលោក Donald Trump បង្ហើបថាកំពុងតែដាក់ចិននៅបទបញ្ជារបស់លោកដើម្បីបញ្ជូននាវាផ្ទុកយន្តហោះមួយគ្រឿងទៀតទៅកាន់តំបន់មជ្ឈិមបូព៌ានោះព្រោះគេដឹងហើយថានាវាដែលត្រូវបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ានោះគឺនាវាផ្ទុកយន្តហោះ USS AGW Bush ពួកមន្ត្រីសហរដ្ឋអាមេរិកជាច្រើនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថានាវាផ្ទុកយន្តហោះរបស់អាមេរិក USS George H.W. Bush នឹងត្រូវទៅកាន់តំបន់មជ្ឈិមបូព៌ាចាប់ពីសប្តាហ៍នេះតទៅមន្ទីរបញ្ជាក់កោនបានគូសវាសនៃការប្រើប្រាស់នាវាផ្ទុកយន្តហោះនេះរួចទៅហើយដើម្បីដាក់នៅតំបន់មជ្ឈិមបូព៌ាលើពីនេះមន្ត្រីមន្ទីរបញ្ជាក់កោនក៏បានបង្ហើបថាសហរដ្ឋអាមេរិកអាចបញ្ជូននាវាផ្ទុកយន្តហោះចំនួន3គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាដោយអាចមាននាវាផ្ទុកយន្តហោះ USS Harry S. Truman ផងដែរដែលនាវានេះកំពុងតែស្ថិតនៅក្នុងតំបន់សមុទ្រការ៉ាបៀននៃតំបន់អាមេរិកឡាទីនដោយមន្ត្រីបានឲ្យដឹងថានាវានេះអាចនឹងត្រូវដកចេញពីតំបន់នោះឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ាសូមជម្រាបថាសហរដ្ឋអាមេរិកមាននាវាផ្ទុកយន្តហោះដល់ទៅ21គ្រឿងដែលជាមហាអំណាចដ៏ធំបំផុតដែលមាននាវាផ្ទុកយន្តហោះច្រើនជាងគេទាំងអស់ធៀបជាមួយនឹងប្រទេសចិនប្រទេសរុស្ស៊ីប្រទេសឥណ្ឌានិងចក្រភពអង់គ្លេសបារាំងដែលសុទ្ធតែជាប្រទេសមាននាវាផ្ទុកយន្តហោះដូចនឹងសហរដ្ឋអាមេរិកផងដែរនៅពេលនេះចិនមាននាវាផ្ទុកយន្តហោះចំនួន3គ្រឿងកាលពីសម័យសហភាពសូវៀតមាននាវាផ្ទុកយន្តហោះ2គ្រឿងតែឥឡូវនេះនាវាផ្ទុកយន្តហោះរបស់រុស្ស៊ីដែលសល់ពីសម័យសូវៀតនោះមិនមានទៀតនោះទេគឺចាស់រាវអស់ទៅហើយនាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងវាអមដោយនាវាពិឃាតយ៉ាងតិចពី4គ្រឿងឡើងទៅនិងមានបុគ្គលិកយោធាពី 5000 នាក់ឡើងទៅនៅក្នុងស្ថានភាពដែលតានតឹងខ្លាំងនេះអ្នកជំនាញផ្នែកយោធាមើលឃើញថានៅពេលដែលសហរដ្ឋអាមេរិកដាក់ពង្រាយនាវាផ្ទុកយន្តហោះចំនួន2គ្រឿងឡើងទៅវាជាការបង្ហាញថាអាមេរិកត្រៀមលក្ខណៈកាន់តែច្បាស់ក្នុងការធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយប្រសិនបើសហរដ្ឋអាមេរិកប្រើប្រាស់ដល់ទៅនាវាផ្ទុកយន្តហោះចំនួន4គ្រឿងនោះនាវាផ្ទុកយន្តហោះទាំងនោះនឹងបើកប្រតិបត្តិការហោះហើរយ៉ាងងងឹតមេឃវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់យើងបានដឹងហើយថានាវាផ្ទុកយន្តហោះរបស់អាមេរិកមួយគ្រឿងវាអាចផ្ទុកបានយន្តហោះពី65គ្រឿងទៅ80គ្រឿងហើយនាវាផ្ទុកយន្តហោះខ្លះអាចផ្ទុកបានរហូតដល់ទៅ90គ្រឿងផងដែរដូចជានាវាផ្ទុកយន្តហោះ USS Abraham Lincoln នេះអាចផ្ទុកយន្តហោះបានពី70គ្រឿងទៅ90គ្រឿងហើយនៅលើនាវាផ្ទុកយន្តហោះនេះសុទ្ធតែមានប្រព័ន្ធការពារដែនអាកាសដើម្បីការពារកងនាវាចម្បាំងរបស់ខ្លួនផងដែរស្របពេលជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍មកថាសហរដ្ឋអាមេរិកបានបន្ថែមផ្កាយរណាបយោធាដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាថែមទៀតជាពិសេសដាក់ពង្រាយនៅលើតំបន់នៃលំហអាកាសប្រទេសអ៊ីរ៉ង់តាមសេចក្តីរាយការណ៍ផ្កាយរណាបយោធាសហរដ្ឋអាមេរិកបានចាប់យករូបភាពបានទាំងអស់នៃទីតាំងកងទ័ពរបស់អ៊ីរ៉ង់ដែលដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនិងទីតាំងស្តុកគ្រាប់មីស៊ីលស្តុកដ្រូនរហូតដល់រោងចក្រផលិតមីស៊ីលក៏ត្រូវបានផ្កាយរណាបចាប់យកបានទាំងអស់លោក Donald Trump បានប្រកាសឲ្យថាប្រសិនបើសហរដ្ឋអាមេរិក
ឈានទៅដល់ការប្រើប្រាស់កម្លាំងយោធាវាយទៅលើប្រទេសអ៊ីរ៉ង់នោះទីតាំងយ៉ាងតិច50ទីតាំងនឹងត្រូវកំទេចបើតាមលោក Donald Trump ទីតាំងដែលត្រូវកំទេចនោះមានទីតាំងស្តុកគ្រាប់មីស៊ីលទីតាំងរោងចក្រមីស៊ីលទីតាំងរោងចក្រ drone ទីតាំងស្តុកប្រេងនិងទីតាំងស្តុកគ្រាប់កំភ្លើងរបស់អ៊ីរ៉ង់ទាំងអស់ជាមួយគ្នានេះប្រព័ន្ធការពាររបស់រុស្ស៊ី S-300 និង S-400 នឹងក្លាយទៅជាគោលដៅនៃការបាញ់បារក់កំទេចដោយកងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកដែលសហការជាមួយអ៊ីស្រាអែលនោះយ៉ាងលឿនបំផុតប៉ុន្តែលោក Donald Trump ក៏បានបង្ហើបថាទីតាំងរក់នៅរបស់មេដឹកនាំកំពូលអាយ៉ាតូឡា Ali Khamenei និងវិមានរដ្ឋាភិបាលរបស់កងឆ្មាបាទីវ៉ាន់អ៊ីរ៉ង់នៅក្នុងទីក្រុងតេអ៊ីរ៉ង់ក៏ត្រូវកំទេចផងដែរយ៉ាងណាក៏ដោយអ៊ីរ៉ង់ដែលជាប្រទេសមានសក្តានុពលផ្នែកយោធាដ៏ខ្លាំងនៅតំបន់មជ្ឈិមបូព៌ានេះមិនបានចុះញ៉មចំពោះការគំរាមកំហែងធ្វើសង្គ្រាមពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនោះទេទាំងមេដឹកនាំកំពូលបំផុតនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ទាំងប្រធានាធិបតីទាំងរដ្ឋមន្ត្រីការបរទេសទាំងមេតបធំសុទ្ធតែចេញសេចក្តីថ្លែងការណ៍គំរាមសហរដ្ឋអាមេរិកនិងគំរាមអ៊ីស្រាអែលវិញឧត្តមសេនីយ៍កំពូលរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់បានគំរាមថាប្រសិនបើសហរដ្ឋអាមេរិកហ៊ានបើកការវាយប្រហារដោយសហការជាមួយនឹងអ៊ីស្រាអែលនោះគឺមូលដ្ឋានទ័ពអាមេរិកទាំងអស់រាប់ទាំងស្ថានទូតអាមេរិកនៃតំបន់មជ្ឈិមបូព៌ាត្រូវតែប្រឈមនឹងការបាញ់កំទេចដោយគ្រាប់មីស៊ីលល្បឿនលឿនជាងសម្លេងរបស់អ៊ីរ៉ង់ចំពោះទីក្រុង Tel Aviv វិញអ៊ីរ៉ង់ប្រកាសថានឹងត្រូវកំទេចឲ្យទៅជាផែកតែម្ដងដោយអាវុធទំនើបរបស់អ៊ីរ៉ង់ព្រមានថាសង្គ្រាមនឹងក្លាយទៅជាសង្គ្រាមតំបន់មជ្ឈិមបូព៌ាដ៏គ្រោះថ្នាក់បំផុតប្រសិនបើអាមេរិកនិងអ៊ីស្រាអែលចាប់យកវិធានការយោធាវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ក្នុងស្ថានភាពនេះអ្នកការទូតនៅតំបន់មជ្ឈិមបូព៌ាកំពុងខ្វែងដៃខ្វែងជើងគ្នាដើម្បីសម្របសម្រួលធ្វើយ៉ាងណាកុំឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់នៅក្នុងសង្គ្រាមអ្នកការទូតមកពីប្រទេសកាតាអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមអូម៉ង់បារ៉ែននិងអេស៊ីបកំពុងតែសម្របសម្រួលធ្វើយ៉ាងណាបញ្ចុះបញ្ជូនឲ្យអ៊ីរ៉ង់ទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកចំណែកអ្នកការទូតនៃប្រទេសទូគីគឺប្រមុខការទូតនៃប្រទេសនេះបានថ្លែងសន្ទរកថារបស់ខ្លួនជាថ្មីម្ដងទៀតថាការចរចាស្ដីអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះចាំបាច់ត្រូវតែធ្វើឲ្យមានកិច្ចព្រមព្រៀងប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះតំបន់មជ្ឈិមបូព៌ានឹងរត់ទៅរកការប្រណាំងប្រជែងជាមួយគ្នាដោយអាវុធប្រឡាយនោកប្រមុខការទូតទូគីរូបនោះបានបញ្ជាក់ថាទូគីមិនចង់ឃើញតំបន់មជ្ឈិមបូព៌ាคล้ายជាទីតាំងនៃការប្រណាំងសពាវុធប្រឡាយលោកនោះទេហើយអ៊ីរ៉ង់ត្រូវតែដឹងថាខ្លួនមិនត្រូវមានសិទ្ធិក្នុងការប្រើប្រាស់អាវុធដ៏មហន្តរាយនេះអ្នកការទូតនិងរដ្ឋមន្ត្រីការបរទេសនៅតំបន់មជ្ឈិមបូព៌ាជាច្រើនប្រទេសនៅតែប្រមានអ៊ីរ៉ង់ថាភ្លើងសង្គ្រាមដែលកើតឡើងឬក៏មិនកើតឡើងគឺអាស្រ័យលើអ៊ីរ៉ង់ខ្លួនឯងប៉ុណ្ណោះនៅពេលនេះប៉ុន្តែប្រទេសទាំងនោះក៏ស្នើសហរដ្ឋអាមេរិកគង់ប្រយ័ត្នប្រយែងអំពីការប្រើប្រាស់កម្លាំងយោធាលឿនបំផុតទៅលើអ៊ីរ៉ង់នោះទេដោយទុកពេលឲ្យបានសម្របសម្រួលជាមួយអ៊ីរ៉ង់ដើម្បីឈានទៅដល់ការធ្វើឲ្យអ៊ីរ៉ង់ទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកបានដោយក្នុងស្ថានភាពដែលយោគយល់គ្នាបំផុតប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងមេដឹកនាំកំពូលបានច្រានចោលទាំងអស់ចំពោះការដាក់លក្ខខណ្ឌឲ្យអ៊ីរ៉ង់រំលាយចោលកម្មវិធីមីស៊ីលប្លង់បាឡីស្ទិករបស់ខ្លួននោះព្រោះអ៊ីរ៉ង់មិនអាចទទួលយកបានស្របពេលដែលអ៊ីស្រាអែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធទំនើបវាយទៅលើប្រទេសអ៊ីរ៉ង់ដោយកាលពីសង្គ្រាម12ថ្ងៃក្នុងខែឧសភាកន្លងមកនោះកាលពីឆ្នាំ2025អ្នកជំនាញមើលឃើញថាប្រសិនបើអ៊ីរ៉ង់មានមីស៊ីលប្លង់បាឡីស្ទិកកម្រិតអន្តរទ្វីប ICBM នៅពេលនេះអ៊ីរ៉ង់ក៏អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យមីស៊ីលប្លង់ទាំងនោះបានផងដែរគេថាអ៊ីរ៉ង់មិនបាច់ផលិតជារបស់ខ្លួននោះទេគឺអ៊ីរ៉ង់អាចទិញក្បាលគ្រាប់នុយក្លេអ៊ែរពីរុស្ស៊ីពីចិនឬក៏ពីកូរ៉េខាងជើងក៏បានផងដែរប្រសិនបើចុងក្រោយប្រទេសទាំង3នេះសម្រេចលួចក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យអ៊ីរ៉ង់នោះវាជារឿងគ្រោះថ្នាក់ប៉ុន្តែចិននិងកូរ៉េខាងជើងដំណើរមិនសម្រេចលួចក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យអ៊ីរ៉ង់នោះទេលើកលែងតែរុស្ស៊ីតែប៉ុណ្ណោះរុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅជិត 6000 គ្រាប់និយាយទៅនៅពេលដែលនាវាផ្ទុកយន្តហោះរបស់អាមេរិក USS Abraham Lincoln ធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ានោះអ្នកសង្កេតការប្រមានថាវាជាសញ្ញាអាក្រក់ហើយនៅពេលនេះសម្រាប់អ៊ីរ៉ង់ហើយជោគស្វដារបស់អ៊ីរ៉ង់ស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិកប៉ុន្តែគេថាកូនសោសង្គ្រាមវាយទៅលើប្រទេសអ៊ីរ៉ង់គឺស្ថិតនៅក្នុងដៃរបស់អ៊ីស្រាអែល